មិនអាចផ្ដួលដៃគូប្រកួតបានលោកជីមីលំដាប់រងទី1 MGC 2025បន្ទោសគ្រប់យ៉ាងមកពីរឿងមួយនេះការប្រកួត Mr Green Cambodia 2025បានបញ្ចប់ទៅយ៉ាងរលូនដោយលោកជួបចក្រាវុធគឺជាម្ចាស់ជ័យលាភីលេខ1និងត្រៀមខ្លួនចេញទៅប្រកួតនៅប្រទេសហ្វីលីពីនចំណែកលោកជីមីបានត្រឹមតែលំដាប់រងទី1ប៉ុណ្ណោះធ្វើឲ្យលោកមានការខកចិត្តជាខ្លាំងដោយមិនអាចផ្ដួលដៃគូប្រកួតបានបុរសសង្ហាជីមីបានត្រឹមតែនិយាយថាគ្រប់យ៉ាងត្រូវការពេលវេលាដើម្បីសម្រេចវាទោះពេលខ្លះវាអាចយូរឬក៏ឆាប់អាស្រ័យលើការខំប្រឹងប្រែងនិងឱកាសគ្មានភាពជោគជ័យណាបាននឹងកើតឡើងដោយឯកនោះទេចូលជឿជាក់លើខ្លួនអ្នកធ្វើវានឹងបន្តក្តីស្រមៃរបស់អ្នកព្រោះថាថ្ងៃណាមួយអាចជារូបអ្នកដូច្នេះចូលកុំបាក់ទឹកចិត្តហើយស៊ូបន្តជាមួយគ្នាលោកជីមីហាក់មិនអស់ចិត្តចំពោះការប្រកួត Mr Green Cambodia 2025ដោយលោកបានត្រឹមតែតំណែងលំដាប់រងទី1មិនថាទេពកោសល្យសមត្ថភាពនិងចំណេះដឹងលោកមានគ្រប់លក្ខណៈតែទោះជាយ៉ាងណានេះជាការសម្រេចចិត្តរបស់គណៈកម្មការនិងបងប្អូនដែលបានបោះឆ្នោតអ្វីត្បិតតែបរាជ័យក្នុងការប្រកួតបុរសឯកនេះក្តីលោកជីមីនឹងចូលរួមប្រកួតប្រជែងក្នុងវិស័យបុរសឯកជាថ្មីម្ដងទៀតនៅពេលណាមួយដោយរំពឹងថាខ្លួនអាចនឹងក្លាយជាម្ចាស់ជ័យលាភីពីគណៈកម្មការណាមួយដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួនលោកជីមីមិនត្រឹមតែជាតារាបង្ហាញម៉ូដដ៏លេចធ្លោម្នាក់ប៉ុណ្ណោះទេលោកក៏ជាតារាសម្ដែងល្បីឈ្មោះផងដែរពីព្រោះលោកមានរូបរាងនិងមុខមាត់ស្រស់សង្ហាមិនចាញ់តារាបរទេសឡើយ